មកវាស៊ូបងប្អូនឥឡូវខ្ញុំរៀនបងប្អូនពីការប្រើនេះម៉ៃនេះនេះបងប្អូនយកតចេះប្រើយើងបើកមកអាហ្នឹងរបៀបប្រើបងប្អូនណាយើងបើកវាមករបស់ថ្មីពេលយកទៅវានៅ sticker អញ្ចឹងបើត្រូវការសាកបើដក sticker ចេញហើយដាក់ចូលឧទាហរណ៍នេះខ្ញុំដក sticker អញ្ចឹងខ្ញុំដាក់ចូលវិញនេះបងប្អូនវាពុំសាកចូលហើយបងប្អូនត្រូវការសាកដុំហ្នឹងយើងចង់សាកជាមួយដែលវានៅសាកបដាវាបញ្ចូលភ្លើងបដាក៏បាននេះយើងសាកមកនេះវាពុំដំណើរការចូលហើយអញ្ចឹងអាដុំ power bank ក៏កំពុងសាកអាម៉ៃហ្នឹងក៏វាកំពុងសាកដូចគ្នាបើសិនតែយើងសាកនេះពេញយើងទុកសាកតែម៉ៃចោលក៏បានដែរអានេះវិធីសាកអត់បាត់មកបងប្អូនខ្ញុំបង្រៀនបងប្អូនពីរបៀបយើង record សំឡេងលើដុំម៉ៃមួយនេះតោះយើងចូលដល់ការប្រើប្រាស់វាអញ្ចឹងកុំឲ្យខាតពេលមុនបើកមកនេះប្រភេទពូនេះបើវាថ្មីវាមាន sticker បិទអញ្ចឹងពេលណា sticker បិទប្រភេទពូនេះបើនៅថ្មីវាមាន sticker បិទអញ្ចឹងពេលយើងចង់សាកយើងដក sticker ចោលពេលយើងប្រើទៅនេះដកចោលទៅហើយចង់សាកយើងដាក់ចូលក្នុងដុំវាមកនេះវាកំសាកបងប្អូនណាវាកំសាកចូលអញ្ចឹងបងប្អូនត្រូវការប្រើអត់ពិបាកទេនេះទី1នេះដុំខ្ញុំប្រើជាមួយ iPhone ខ្ញុំដុំ iPhone ប្រើដុំ iPhone 10មួយនេះទៅវាលោតភ្លើងអញ្ចឹងអាដុំនេះមិនចាំបាច់សាកទេទោះវាមានរត់ក៏យើងអត់ចាំបាច់យកទៅសាកភ្លើងទេព្រោះកាលណាចូលទៅវាលោតភ្លើងអូតូប្រើបានតែបន្ទាប់មកខ្ញុំចង់ប្រើម៉ៃខាងស្ដាំខ្ញុំដកម៉ៃមកពេលណាម៉ៃដែលយើងប្រើមួយណាមួយហ្នឹងវានៅលោតភ្លើងអញ្ចឹងអាមួយទៀតយើងអត់ប្រើវាបិទភ្លើងអញ្ចឹងមិនន័យថាវាបញ្ជាក់ថាយើងកំពុងប្រើម៉ៃតែមួយទេបើយើងប្រើទាំងពីរអាហ្នឹងវាលោតទាំងពីរអញ្ចឹងហើយម៉ៃហ្នឹងមិនដាក់ឲ្យស្រុកខាងមុខទេបងប្អូននេះកន្លែងស្រុកលេខនៅខាងក្រោយនេះអាទូហ្នឹងកន្លែងម៉ៃស្រុកអូខេអញ្ចឹងបងប្អូនដាក់លើកៅយើងបញ្ចូលអាធំនៅក្នុងយើងបញ្ចេញអាទូមកក្រៅមកអញ្ចឹងវាលឺវាមើលទៅឃើញទូចហើយសម្លេងវាស្រុកនៅខាងក្រោយវិញអញ្ចឹងឧទាហរណ៍ខ្ញុំតេស្តមើលហើយម៉ៃហ្នឹងមានពីរ option បងប្អូននេះវាមាន option កាត់ noise សម្លេងនេះ option ទាំងពីរហ្នឹងយើងកាត់ noise សម្លេងបានល្អហើយ option ចុចប៊ូតុងនេះមួយនេះដូរ option និយាយយើងប្រើមួយណាស្រួលយើងប្រើមួយហ្នឹងតាមតម្រូវការបងប្អូនកាត់បន្ថយ noise ខ្លាំងហើយនឹងកាត់បន្ថយ noise បានធម្មតាអញ្ចឹងណាយើងចុចឥឡូវខ្ញុំតេស្តមើលខ្ញុំចូលទៅវីដេអូអូខេឥឡូវខ្ញុំសាកថតវីដេអូបងថតវីដេអូដំណើរការថតអញ្ចឹងនេះយើងថតអាពីរហ្នឹងហើយនេះយើងដាក់នេះយើងនិយាយមកហៅឡូដែលសួរបងប្អូនទាំងអស់គ្នាណាបងប្អូនដែលចង់សាកប្រើម៉ៃហ្នឹងអាចសាកតេស្តបានអូខេនេះយើងប្រើសម្រាប់ option នេះហើយវីដេអូនេះខ្ញុំតេស្តប្រភេទនេះម្ដងបងនេះខ្ញុំតេស្ត option មួយហ្នឹងម្ដងខ្ញុំសាកតេស្ត1 2 3បាទជម្រាបសួរបងប្អូនទាំងអស់គ្នាណាបាទជម្រាបសួរបងប្អូនទាំងអស់គ្នាបងប្អូនដែលស្ដាប់ឮសំឡេងច្បាស់ល្អទេបងប្អូនឥឡូវយើងសាកស្ដាប់វាតិចមកអញ្ចឹង option ហ្នឹងវាលឺដែរតែគាត់វាកាត់ noise ទេអញ្ចឹងពេលបងប្អូនប្រើ option ទាំងពីរហ្នឹងមកហើយវាកាត់ noise បានច្បាស់អានេះបើ option មួយហ្នឹងវាស្រូបទៅសំឡេងច្បាស់តែគាត់ថាសំឡេងនៅជុំវិញយើងវាលឺដែរតែបើយើងប្រើ option មួយហ្នឹងវាកាត់ noise បានល្អវីដេអូការប្រើប្រាស់មានដំណឹងតែបងអូខេ